Adam លោកជំទាវលោកស្រីអ្នកនាងកញ្ញាក្នុងអំឡុងពេល38ឆ្នាំខ្មែរបានហែលឆ្លងសមុទ្រភ្លើង2ដងសមុទ្រឈាមម្ដងអ្នកខ្លះសួរថាអ្វីទៅសមុទ្រភ្លើងអ្វីទៅសមុទ្រឈាមសមុទ្រភ្លើងទី1ដែលខ្មែរបានហែលឆ្លងកាត់គឺសង្គ្រាមពីឆ្នាំ1970ដល់ឆ្នាំ1975សមុទ្រភ្លើងទី2គឺសង្គ្រាមពីឆ្នាំ1979រហូតដល់ឆ្នាំ1998រីឯសមុទ្រឈាមដែលខ្មែរបានហែលឆ្លងកាត់គឺរបបប្រល័យពូជសាសន៍ប៉ុល ពតពីឆ្នាំ1975ដល់ឆ្នាំ1979ខ្ញុំរំលឹកឡើងវិញពីសមុទ្រភ្លើងនិងពីសមុទ្រឈាមទាំងនេះដើម្បីឲ្យគេយល់ដឹងច្បាស់ថាជំលោះបច្ចុប្បន្នដ៏ក្តៅគគុកនៅជាយដែនបើប្រៀបទៅនឹងសមុទ្រភ្លើងនិងសមុទ្រឈាមនៃអតីតកាលមែនទែនទៅគ្រាន់តែជាប្រឡាយទឹកពុះមួយដ៏ទូចប៉ុណ្ណោះម្ល៉េះហើយកុំស្មានឲ្យសោះកុំស្មានថាខ្មែរខ្លាចភ័យមិនហ៊ានមូជើងខោដើរឆ្លងទឹកពុះនៃប្រឡាយទូចមួយនៅព្រំដែននៅក្នុងអតីតកាលមិនឆ្ងាយដល់ឡើយជាការពិតពេលមើលមុខកម្ពុជាយើងបរទេសឃើញសង្គ្រាមការបែកបាក់ជាតិហើយឃើញទឹកភ្នែកម្ល៉េះជាទូទៅគេអាណិតម្ដងម្កាលគេប្រមាថប្រទេសយើងកម្ពុជាគេប្រមាថខ្មែរយើងដែលជាប្រជាជននៅកម្ពុជាប៉ុន្តែកាលពីថ្ងៃទី18មិថុនាកន្លងទៅនេះក្នុងព្រឹត្តិការណ៍ Solidarity March ដែលចូលរួមដោយខ្មែរជាង 15,000 នាក់កម្ពុជាបង្ហាញទឹកមុខនិងរូបរាងថ្មីនៃសតវត្សទី21នោះគឺស្នាមញញឹមធម្មពលមោទនភាពនិងកម្លាំងគូបរួមជាបាច់តែមួយកម្ពុជាថ្ងៃនេះបន្តបង្ហាញថ្មិញខ្ញុំធ្លាប់សរសេរប៉ុន្តែមិនមែនដើម្បីបង្ហាញស្នាមញញឹមដូចមុនទៀតទេតែដើម្បីខំបើសិនជាចាំបាច់ខំការប្រមាថខំការមូលបង្កាច់ខំការឈ្លានពានជាយថាហេតុណាមួយកម្ពុជាបច្ចុប្បន្នដែលយើងទាំងអស់គ្នាបាននឹងកំពុងបន្តកសាងកូនក្មួយទាំងអស់គ្នាមានមាឌតូចតែរក្សាបានក្តីថ្លៃថ្នូរត្រង់នេះខ្ញុំចង់បញ្ជាក់ប្រាប់ថាទោះបីជាកម្ពុជានៅក្រនៅឡើយនៅខ្សោយនៅឡើយនៅមានគេមើលងាយនៅឡើយក៏ប្រទេសមួយនេះអាចឈរជើងស្មើមុខស្មើមាត់នឹងគេខ្ញុំជាកសិណសាស្ត្រីពេលចេញដំណើរទៅបរទេសម្ដងអមសម្ដេចធិបតីឧទាហរណ៍នៅលើឆាកអាស៊ានឬក៏នៅលើឆាកអង្គការសហប្រជាជាតិហេតុអ្វីចម្លើយសាមញ្ញបំផុតពីព្រោះកម្ពុជាឥឡូវមិនដូចមុនមិនបែកបាក់មិនរហាមមិនខ្សោយតែមានសាមគ្គីភាពមានឯកភាពកម្ពុជាបានក្លាយជាប្រជាជាតិមួយស្របច្បាប់និងគោរពច្បាប់អន្តរជាតិកម្ពុជាឥឡូវគឺជាសម្លេងឆ្នោតតែមួយនិងជាទង់ជាតិតែមួយ
ដែលបណ្ដាប្រទេសជិតខាងបណ្ដាប្រទេសក្នុងតំបន់បណ្ដាប្រទេសក្នុងពិភពលោកគ្មានជំរឿអ្វីផ្សេងក្រៅតែពីទទួលស្គាល់